តតែខ្មែរយើងខ្លាំងបានតែយើងអាចការពារបូរណភាពទឹកដីយើងបានតែបងប្អូននិយាយថាខ្លាំងវាស្រួលនិយាយទៅតើអនុវត្តមិនមែនជារឿងងាយស្រួលទេវាទាមទារពេលវេលាបាទវាទាមទារពេលវេលាណាដូច្នេះទេដើម្បីឲ្យកម្ពុជាខ្លាំងយើងត្រូវឈរលើ4ចំណុចធំដើម្បីឲ្យយើងខ្លាំងការពារបូរណភាពទឹកដីរបស់យើងនេះអ្វីដែលខ្ញុំបានដកខ្ញុំមិនទីមួយគឺសេដ្ឋកិច្ចបាទទីមួយគឺសេដ្ឋកិច្ចខ្លាំងសេដ្ឋកិច្ចខ្លាំងធ្វើយ៉ាងម៉េចបើសេដ្ឋកិច្ចខ្លាំងគឺពង្រឹងផលិតផលក្នុងស្រុកបាទយើងពង្រឹងផលិតក្នុងស្រុកអញ្ចឹងទេក្នុងសេដ្ឋកិច្ចយើងនៅឆ្នាំ2025នេះយើងឃើញមានកំណើនល្អហើយខ្ញុំឃើញមានចំណុចមួយល្អណាស់ការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឆ្នាំ2025អ្នកដែលដាក់ទុនច្រើនជាងគេគឺចិនលេខជាប់លេខរៀងទី1ប៉ុន្តែជាប់លេខរៀងទី2ដែលអ្នកបណ្ដាក់ទុនវិនិយោគច្រើនជាងគេបងប្អូនដឹងពីណាទេគឺអ្នកវិនិយោគទុនក្នុងស្រុករបស់យើងបាទនេះគឺជាចំណុចដែលល្អបំផុតហើយបើសិនជាអ្នកវិនិយោគទុនក្នុងស្រុកយើងនេះអាចឈានរហូតដល់លេខ1លេខរៀងទី1ទៀតនោះគឺប្រទេសយើងគឺកាន់តែខ្លាំងហើយបាទគឺកាន់តែខ្លាំងបាទដូច្នេះទេបង្កើនការដាក់ទុនវិនិយោគបាទផលិតផលក្នុងស្រុកហើយអីបើយើងប្រឹងផលិតទី1យើងកាត់បន្ថយការពឹងផលិតផលរបស់ថៃបាទធ្វើពីឯកាផលិតផលរបស់បរទេសបាទទី2នៅពេលដែលយើងប្រឹងផលិតខ្លួនយើងនេះយើងនឹងប្រើប្រាស់នៅគេហៅថាវត្ថុធាតុដើមក្នុងស្រុកយើងក្នុងការផលិតហើយកន្លងមកនេះបានឧទាហរណ៍ដូចជាស្រូវយើងលក់ទៅវៀតណាមយើងលក់ស្រូវហ្នឹងយើងមានលក់អង្គណាមានសោះបានថ្លៃអីតែគេយកទៅកិនចោះកិនឡើងគេទៅលក់បានថ្លៃចឹងហ្មងហើយគេចំណេញគេចំណេញអីចំណេញអាកាកសំណល់កញ្ចុងកន្ទក់កាមណាគឺគេចំណេញដូចស្វាយចន្ទីកន្លងមកនេះយើងលក់មានណាយើងមានអ្នកវិនិយោគទុនយើងក្នុងស្រុកធ្វើការកែច្នៃហ្នឹងលក់ស្វាយចន្ទីស្រស់ហ្នឹងតើវៀតណាមកែច្នៃទៅខ្លាយជាប្រទេសដែលនាំគ្រាប់ស្វាយចន្ទីដែលច្នៃឲ្យច្រើនជាងគេណាតែគ្រាប់ស្វាយចន្ទីយកពីកម្ពុជាទៅគេចំណេញច្រើនហ្នឹងទៅសបកគ្រាប់ស្វាយចន្ទីនេះគេយកទៅប្រើប្រាស់នៅក្នុងឧស្សាហកម្មប្រើប្រាស់ជាធម្មពលបាទទៅជាប្រេងម៉ាស៊ីនទៅជាប្រេងអីទៀតប្រើប្រាស់បានទៀតអាហ្នឹងហើយដែលយើងខាតដូច្នេះទេសូមបាទសូមឲ្យអ្នកមានទ្រព្យធនអ្នកមានអំណាចមានលុយកាក់នេះបាទធ្វើការវិនិយោគបន្ថែមទៀតជាពិសេសគឺកែច្នៃវត្ថុធាតុដើមដែលយើងមានក្នុងស្រុកជាពិសេសគឺកសិផលរបស់កម្ពុជាយើងមានកៅស៊ូមានស្វាយចន្ទីមានផ្លែឈើបន្លែស្អីនេះមកហើយយើងអាចធ្វើការកែច្នៃទៅជាកំប៉ុងទៅជាអីដើម្បីនាំចេញអញ្ចឹងទៅបាទបង្កើតការងារដល់ប្រជាពលរដ្ឋយើងផងហើយវាមានតម្លៃបន្ថែមទៅលើកសិផលដែរប្រជាពលរដ្ឋយើងជាអ្នកដាំដុះផងដែរបើយើងធ្វើដូចនេះមកមានចំណេញសេដ្ឋកិច្ចច្រើនណាស់ណានេះគឺជារឿងដែលខ្ញុំបានត្រូវលើកឡើងទី2យើងប្រើប្រាស់នៅបច្ចេកទេសកសិកម្មបាទនេះគឺជាការងាររបស់ក្រសួងកសិកម្មហើយនិងក្រសួងពាក់ព័ន្ធបាននៅគេហៅថាបច្ចេកទេសកសិកម្មវៃឆ្លាតបាទខ្លែងគេហៅ Smart Agriculture Smart Agriculture យើងប្រើសម័យនេះគេប្រើអីគេប្រើម៉ាស៊ីនគេប្រើអីហើយក្នុងការបដោះក្នុងការដាំក្នុងការថែទាំក្នុងការប្រមូលផលបាទប្រើ drone ក្នុងការបាញ់ថ្នាំបាញ់ជីផ្សេងទាក់ទងទៅនឹងបញ្ហាអាកាសធាតុផ្សេងទាំងអស់ពីប្រើ drone ហើយអញ្ចឹងទៅបាទនេះគឺជាគេហៅថា Smart Agriculture ហើយបញ្ហាមួយទៀតដែរទាក់ទងទៅនឹងតម្លៃបាទជួយធានាតម្លៃផងខ្ញុំនិយាយហើយអំពីបញ្ហាតម្លៃចុះថោកកសិផលចុះថោករដ្ឋត្រូវធ្វើការសិក្សាអំពីតម្លៃលើទីផ្សារតើនិន្នាការទីផ្សារវាកំណើនយ៉ាងម៉េចថយចុះយ៉ាងម៉េចពេលយើងសិក្សាតម្លៃហើយគួរយើងអាចមកជំរាបជូនកសិករហើយអាចធ្វើការធានាតម្លៃធានាទីផ្សាររបស់គាត់ទៅនេះគឺជារឿងដែលយើងតែងតែជួបប្រទះបាទគាត់ដាំហត់ណាស់មកដល់ហត់ចង្អត់6ខែ10ខែតែมันបានប្រាក់ចំណេញដូចឈ្មោះកដាលគេមកទិញហ្នឹងឈ្មោះកដាលគេគាត់ទៅយកពីគាត់យកទៅដាក់រោងម៉ាស៊ីនឬយកពីគាត់ដាក់ទៅប្រទេសផ្សេងចំណេញលើសគាត់
ធ្វើស្រែមកដល់6 ខែមួយឆ្នាំទៅទៀតនោះបាទនេះហើយយើងត្រូវពង្រឹងនៅបញ្ហាទាំងនេះបាទហើយជាពិសេសជាងគេគឺបង្កើននៅផលិតភាពផ្ទៃដីដដែលតែបង្កើននៅទិន្នផលបាទពង្រឹងបន្ថែមទៅបច្ចេកទេសទាក់ទងទៅនឹងភាពចូលកសិកម្មដូចជាពូជដូចជាថ្នាំដូចជាជីបាទទាក់ទងទៅនឹងទឹកជាដើមបាទដើម្បីពង្រឹងនៅផលិតភាពទាំងនេះអញ្ចឹងកន្លងមកបើសិនជាគាត់តម្លៃចុះបន្តិចមែនតែតើតូនតម្លៃដើមនៃការផលិតទៀតអញ្ចឹងគាត់អាចចំណេញដែរអញ្ចឹងបើគាត់ធ្វើមួយហិកតាពេលមុនគាត់បាន3តោនឥឡូវគាត់ធ្វើទៅកើនផលិតភាពគាត់មួយហិកតាបាន5តោនទៅពេលតម្លៃទៀតជាងនឹងបន្តិចក៏គាត់អាចចំណេញដែរបាទនេះជាចំណុចល្អដែលយើងត្រូវគិតដើម្បីឲ្យកសិករយើងមានភាពចំណេញពាក់ព័ន្ធទៅនឹងបញ្ហាបច្ចេកវិទ្យាបាទពាក់ព័ន្ធសេដ្ឋកិច្ចនេះដែរតើតើទៅឧស្សាហកម្មកន្លងមកនេះក៏យើងឃើញថាការនាំចេញរបស់យើងធំគឺពាក់ព័ន្ធទៅនឹងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើងនិងសម្ភារៈធ្វើដំណើរបាទនេះគឺជាវិស័យឧស្សាហកម្មដែលនាំមុខគេក្នុងការនាំចេញដែលប្រើប្រាស់គេហៅ low skill ឬគេហៅ non skill labor មិនប្រើប្រាស់កម្មករជំនាញទេដេគេប្រាប់ឲ្យដេនឹងទៅអ៊ុតអីអ៊ុតនឹងទៅកាត់អីកាត់នឹងទៅចេះតែប៉ុណ្្នឹងទេប៉ុន្តែយើងត្រូវអភិវឌ្ឍបន្ថែមទៅលើវិស័យឧស្សាហកម្មនេះគេហៅថាប្រើប្រាស់នៅជំនាញថ្នាក់កណ្ដាលឬក៏ជំនាញខ្ពស់ដើម្បីឲ្យពួកគាត់ធ្វើការមួយខែដូចគ្នាគាត់អាចរកប្រាក់ខែបានច្រើនជាងនេះមកប្រាក់ខែគោលឥឡូវ208បាទបើខ្ញុំចាំមិនខុសទេបាទ208ដុល្លារតែបើគាត់ធ្វើការទៅលើការងារទៅលើវិស័យកំណត់សាស្ត្រធ្វើការទៅលើវិស័យអេឡិចត្រូនិកគ្រឿងបង្គុំពាក់ព័ន្ធទៅនឹងផលិតរថយន្តផលិតសំបកកង់ឡានជាដើមនេះទៅលើវិស័យខ្ញុំបញ្ជាក់ទៅលើវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ដូច្នេះទីគាត់មិនអាចទទួលបានប្រាក់កម្រៃខ្ពស់ជាងនឹងដែរអាច300 500យើងទៅបានគឺលើសនឹងចឹងទៅអានេះហើយក៏យើងត្រូវតែ upgrade យើងត្រូវតែបង្កើនកម្រិតនៃឧស្សាហកម្មរបស់យើងដែរទន្ទឹមនឹងយើងមានឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់នេះបាទច្រើនឆ្នាំមកហើយចូល30 ឆ្នាំអីហ្នឹងទៅបាទនេះគឺត្រូវ upgrade ហើយបងប្អូនកម្មករយើងក៏ដូចនោះដែរត្រូវតែពង្រឹងជំនាញរបស់ខ្លួនឯងបន្ថែមក្រសួងការងារបើកឲ្យនៅកម្មវិធីណាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបាទបងប្អូនអាចដាក់រៀនទៅបាទកុំទំនេរហ្នឹងគួយច្រៀងការាអូខេគួយផឹកគួយដើរលេងគួយធ្វើរឿងមិនបានប្រយោជន៍អាប់តើគេតើយើងទៅធ្វើការងារដើម្បីបានប្រាក់ខែច្រើនតើយើងនោះពង្រឹងសមត្ថភាពយើងអាប់ដេតជំនាញរបស់យើងដែរដូច្នេះជាមានកម្មវិធីនេះបងប្អូនទៅរៀនទៅរៀនម៉ោងណាម៉ោងក្រៅម៉ោងទៅអាចចេញវិធីការយើងដាក់ម៉ោងដែលយើងទៅរៀនក្រៅម៉ោងអញ្ចឹងទៅឬក៏ម៉ោងណាម៉ោងសៅរ៍អាទិត្យឬក៏ម៉ោងអីដែលមានជជែកទៅបាទជាមួយនឹងខាងអាចទៅពិនិត្យមើលជាមួយខាងក្រសួងការងារទៅបាទអ្នកផ្ដល់នៅកម្មវិធីនេះអញ្ចឹងយើងពង្រឹងជំនាញរបស់យើងបន្ថែមទៀតគឺយើងអាចចូលវិស័យតែប្រើប្រាស់ជំនាញប្រើប្រាស់ជំនាញគឺយើងច្បាស់ទូមកច្រើនជាងនឹងហើយក៏ជាពិសេសនោះគឺពាក់ព័ន្ធនឹងអភិវឌ្ឍទៅសេដ្ឋកិច្ច digital បាទមានសេដ្ឋកិច្ច digital ជាដើមហើយសំខាន់នេះគេមកព័ន្ធទៅនឹងពីបាទប្រឹងរៀនអស់មួយជីវិតគឺបងប្អូនខ្លះថាធ្វើការទៅជាមន្ត្រីរាជការទៅជាគ្រូបង្រៀនទៅជាគ្រូពេទ្យមានការងារធ្វើឲ្យជប់រៀនហើយធ្វើតែប៉ុណ្ណឹងដែល20ឆ្នាំក្រោយគឺនៅតែនៅតែអត់ទីបន្ថែមណាគឺរៀនមិនកូនសិស្សបាទអូនប្អូនកូនតូចប្រឹងរៀនបាទខ្លាំងនៅប្រកែកយកស្គាល់10ទៅរៀននៅបន្តយកស្រាវយកស្គាល់10សាលារបស់មន្ត្រីរាជការផ្សេងកងកម្លាំងប្រឹងរៀនបន្ថែមអាប់ក្រេតអាប់ដេតនៅចំណេះជំនាញខ្លួនឯងបន្ថែមបាទតែយើងចេះទៅយើងនិយាយអីក៏វាមាន confidence តែយើងចេះទៅយើងអាចប្រម៉ូទខ្សែឯកជនអញ្ចឹងបានអាចប្រម៉ូទទូនីតិមន្ត្រីរាជការក៏ដោយអាចឡើងទូនីតិអាចឡើងប្រាក់ខែអ្នកធ្វើការនៅវិស័យឯកជនអាចដូរការងារបានល្អជាងមុនអីចឹងទៅកុំរស់នៅក្នុងគេហៅថា comfort zone ចេះតែសុខស្រួលបាន20ឆ្នាំក្រោយទីតើអស់លីងខ្លួនឯងនៅកន្លែងដែរបាទដូច្នេះត្រូវអាប់ដេតបាទវិស័យធនធានមនុស្សជាពិសេសជាងគេត្រូវយក3ដែលសំខាន់ក្នុងសម័យបច្ចុប្បន្នទី1ជំនាញបាទទី2បច្ចេកវិទ្យាទី3ភាសា
នេះគឺជាជំនាញគ្រឹះបាទនេះខ្ញុំមកលើជំនាញគ្រឹះទេអ្វីបងប្អូនឯងមើលជាក់ស្ដែងទៅតាមបរិបទរបស់បងប្អូនទៀតបាទហើយសំខាន់ជាងគេដែរគឺតកតងទៅនឹងការស្រាវជ្រាវនិងអភិវឌ្ឍក្រុមហ៊ុនក៏ដោយអាជីវករក៏ដោយស្ថាប័នរដ្ឋក៏ដោយបាទមិនមែនធ្វើតែប៉ុណ្្នឹងទេត្រូវស្រាវជ្រាវបន្ថែមអភិវឌ្ឍបន្ថែមគេហៅ innovation ធ្វើឲ្យមានការច្នៃប្រឌិតបាទច្នៃប្រឌិតឲ្យល្អជាងហ្នឹងបាទនេះសំខាន់ណាស់ទី2បញ្ហាយោធាបាទដើម្បីឲ្យប្រទេសយើងខ្លាំងគឺបញ្ហាយោធាហើយយោធានេះខ្ញុំបាននិយាយច្រើនហើយបាទយើងមិនចាំបាច់ខាងឥឡូវទាហានយោធារបស់កម្ពុជាយើងមានប្រមាណ100,000នាក់យោធាថៃមានជាង300,000នាក់គេច្រើនប៉ុន្តែសួរតែយើងមានទឹកនេះប៉ុន្តែត្រូវឲ្យខ្លឹមបាទឲ្យខ្លឹមឲ្យមានមនុស្សពិតប្រាកដឲ្យមានសមត្ថភាពពិតប្រាកដឲ្យចេះប្រើប្រាស់បច្ចេកវិទ្យាពិតប្រាកដឲ្យចេះប្រើប្រាស់សុខភាពដែលទំនើបពិតប្រាកដបាទឲ្យមានឆន្ទៈពិតប្រាកដក្លាហានចូលសមរភូមិពិតប្រាកដទាំងនេះគឺយើងនឹងខ្លាំងក្នុងវិស័យយោធាមិនប្រកបតែច្រើននឹងបានខ្លាំងទេបាទតកតងទៅនឹងការកែសម្រួលទៅលើស្ថាប័នបាទខ្ញុំច្រើននិយាយច្រើនដងហើយបាទស្ថាប័ននៅក្នុងក្រសួងការពារជាតិនយោបាយឋានណាដែលមិនចាំបាច់អគ្គណាដែលមិនចាំបាច់វាហួសសម័យអីត្រូវកាត់បន្ថយឬក៏ត្រូវលុបចោលបាទស្ថាប័នណាដែលតម្រូវសម្រាប់ស្ថានភាពបច្ចុប្បន្នចាំបាច់បាទដូចជាពាក់ព័ន្ធនឹងការពារដែនអាកាសពាក់ព័ន្ធទៅនឹងដ្រូនយូកាដ្រូនអត្តឃាតដ្រូនដឹកជញ្ជូនបាទដែលសំខាន់ពាក់ព័ន្ធទៅនឹង Cyber សង្គ្រាមបច្ចេកវិទ្យាបាទទាំងអស់នេះបាទគឺសំខាន់តែយើងត្រូវពង្រឹងបន្ថែមជាពិសេសយើងឃើញហើយចំណុចខ្សោយយើងអីខ្លះប្រយុទ្ធប្រមាណដងនេះបាទ2 ដងនេះយើងពង្រឹងទៅបាទពង្រឹងទៅហើយក៏ដូចជាខ្ញុំលើកឡើងច្រើនដែរពាក់ព័ន្ធនឹងពង្រឹងនេះជាឱកាសល្អដែលយើងមានសម្ព័ន្ធមិត្តយើងមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជាពិសេសគឺចិននេះបាទត្រូវរៀនពីគេត្រូវទិញពីគេទិញតែទំនើបខ្ញុំទិញអេចាយបាទទិញទំនើបយកមកប្រើមានប្រសិទ្ធភាពត្រូវសហប្រតិបត្តិការផលិតនិយាយដដែលទេបាទខ្ញុំចង់ហត់តែនិយាយបញ្ហានេះបាទហើយក៏ដូចជាការផ្ទេរបច្ចេកវិទ្យារៀនសូត្រទៅដូចខ្ញុំនិយាយចឹងប៉ាគីស្ថានយើងរៀនពីប៉ាគីស្ថានឲ្យបានច្រើនល្អក្នុងកិច្ចតំណែងទំនងពង្រឹងបញ្ហាយោធានេះហើយក៏ដូចជាអ៊ីរ៉ង់បាទដែលគេមានការកែច្នៃបន្ថែមពីការតំណែងទំនងការទិញនៅសុខភាពពីមហាអំណាចនេះបាទគឺធ្វើបានល្អណាស់ហើយដើម្បីឲ្យប្រទេសខ្លាំងនោះទៀតចំណុចទី3បាទក្រៅពីសេដ្ឋកិច្ចក្រៅពីយោធាការទូតបាទការទូតនេះគេថាគឺជាអាវុធដែលមើលឃើញមានប្រសិទ្ធភាពណាស់បងប្អូនដូច្នេះទេយើងបន្តបានការពង្រឹងនៅគេហៅថាកិច្ចការងារការទូតរបស់យើងឲ្យខ្លាំងទៀតបន្ថែមទៀតហើយជាមួយនឹងមហាអំណាចប្រទេសសានតុល្យភាពតំណែងតំណងជាមួយនឹងមហាអំណាចគ្រប់ទាំងអស់បាទទាំងអាមេរិកទាំងចិនទាំងរុស្ស៊ីបាទទាំងអាស៊ានទាំងអង្គការសហជីវជាតិហើយនិងបណ្ដាអង្គការនៅក្នុងតំបន់ក៏ដូចជានៅក្នុងពិភពលោកបានច្រើនអញ្ចឹងរដ្ឋមិត្តឲ្យបានច្រើនកុំបង្កើតសត្រូវឲ្យច្រើនមិនសោះបាទកុំបង្កើតសត្រូវកុំខ្លាំងខ្លួនឯងអន់កុំសម្ដីខ្លាំងបាទគេថាអន់ហើយលោយទៀតក្រហើយទៀតអត់សមត្ថភាពហើយធ្វើខ្លួនឯងជាអ្នកចេះទៀតអានេះមានបញ្ហាបាទដូច្នេះទេយើងធ្វើមិនរាប់មិត្តឲ្យបានច្រើនកុំបង្កើតសត្រូវឲ្យច្រើនសោះពាក់ទងទៅនឹងច្បាប់អន្តរជាតិបាទក៏ជាអាវុធមួយដែលយើងមើលឃើញដែរបាទច្បាប់អន្តរជាតិចំលើកខាងដើមហើយពាក់ព័ន្ធទៅនឹងតឡាការ ICJ UNCLOS ច្បាប់នីតិសមុទ្រអង្គការសហជីវជាតិបាទហើយឯកសារយើងត្រូវចងក្រងអីចឹងដើម្បីធ្វើបញ្ហាការទូតនេះបាទចងក្រងឯកសារផុសតាងនៃការឈ្លានពានរបស់ថៃកន្លងមកនេះក៏ជាអាវុធមួយដ៏សំខាន់ដែរបាទហើយពាក់ព័ន្ធសុចរិតភាពពាក់ព័ន្ធទៀងត្រង់ពាក់ព័ន្ធទៅនឹងការយកចិត្តទុកដាក់ជាពិសេសខ្ញុំបញ្ជាក់ឲ្យទៅនិយាយមួយគេតំណែងក្នុងការទូតត្រូវឲ្យមានស្មោះត្រង់ហើយឲ្យមានគេហៅថាជំនាញក្នុងតំណែងក្នុងខ្ញុំបាននិយាយហើយឃើញពីតកតងទៅនឹងការប្រជុំរវាងលោកលីមជាយ៉ុងជាមួយនឹងសាមុអេតតាកៃឈីនាយករដ្ឋមន្ត្រីជប៉ុនវិញចេះការទូតមិនមែនតែមានចំណេះទេគឺត្រូវមានជំនាញទុនទៀត
មានជំនាញទន់មានសិល្បៈមានកីឡាទៀតបាទរឿងខ្លះនិយាយទៅគេមិនចង់ស្ដាប់យើងទេគេថាមិនចង់ឯកភាពកងតែទៅពេលយើងចេះយើងទៅបញ្ហាក្រៅផ្លូវការបញ្ហាកីឡាបញ្ហាសិល្បៈបញ្ហាគេអាចជំនាញទន់នាងល្អអីទៅគេបែរជានិយាយមួយយើងគេឯកភាពមួយយើងហ្នឹងនេះគឺជាលទ្ធផលនេះគេហៅជំនាញនៅក្នុងការតំណែងការទូតបាទមិនមែនទៅអង្គុយទៅមុខមាំរហូតទេបាទហើយចំណុចទី4ដើម្បីឲ្យប្រទេសជាតិខ្លាំងនោះគឺបញ្ហាពង្រឹងផ្ទៃក្នុងសម្អាតផ្ទៃក្នុងពង្រឹងផ្ទៃក្នុងពង្រឹងសង្គមយើងឲ្យបានរឹងមាំតាមរយៈអីខ្លះខ្ញុំបានលើកឡើងច្រើនហើយបញ្ហានេះវាដដែលគឺពាក់ព័ន្ធទៅនឹងកំណែតម្រង់រដ្ឋបាលសាធារណៈបាទយើងនៅឆ្នាំ2026នេះយើងមានថវិកាជាតិ10លានបាទយើងប្រើប្រាស់ទៅលើបញ្ហាសង្គមច្រើនជាងគេបន្ទាប់មកយើងប្រើប្រាស់ទៅលើបញ្ហាយោធាហើយយើងប្រើប្រាស់ទៅលើបញ្ហារដ្ឋបាលសាធារណៈចឹងយើងក៏មកជះខ្ជាយលុយយើងពងអក្រផងបានសំចៃត្បិតត្បៀតអាណាត្រូវចាយអាណាមិនត្រូវចាយដូច្នេះទេល្មមហើយមន្ត្រីអត់ធ្វើការមន្ត្រីច្រើនណាស់អតិថលណាមន្ត្រីអតិថលណាទូនីតិនយោបាយច្រើនណាស់ខ្ញុំមិនបាច់និយាយដល់ដែរនេះវីដេអូចាស់ខ្ញុំនិយាយហើយនិយាយដល់ដែរទៅមកថាបងប្អូនខឹងខ្ញុំបានរដ្ឋាភិបាលនេះក៏ស្ថាប័ននោះខឹងខ្ញុំទៀតតែខ្ញុំចង់ឲ្យប្រទេសជាតិយើងល្អទេកាត់បន្ថយទៅបងប្អូនអើយអត់ធ្វើហ្នឹងក៏មិនស្អាតដែរកាយយើងកុំបាក់ពួកនិយមគ្នាគេគ្នាឯងបង្កើតស្ថាប័នថ្មីដើម្បីឲ្យមានការងារធ្វើងាប់ហើយបងប្អូនច្រើនណាស់ដូច្នេះទេយើងត្រូវពិនិត្យមើលទៅលើការកាត់បន្ថយនៅក្រសួងបាទសមាគមកម្មក្រសួងខ្ញុំបានលើកហើយពី28ក្រសួងនេះបាទមកត្រឹម17ក្រសួងអីទៅ20ក្រសួងអីទៅជំហានមួយនោះ20ក្រសួងអីទៅចុះក្រោយមកយើងអាចនៅ17ក្រសួងអីទៅ15ក្រសួងអីទៅបានហើយលោកព្រះក្រសួងកិច្ចការនារីអីហ្នឹងទុកមកធ្វើស្អីខ្ញុំឆ្ងល់ដែរនេះសម្រាប់ខ្ញុំមិនឃើញមានភាពសំខាន់ទេក្រសួងកិច្ចការនារីដាក់ចូលក្រោមគណៈរដ្ឋមន្ត្រីទៅកើតជាអង្គភាពមួយក្រោមគណៈរដ្ឋមន្ត្រីទៅបានធ្វើការងារក្រោះខាត់ធីងទីស៊ូប្រកាសទីស៊ូជាមួយក្រសួងផ្សេងៗបានហើយជាមួយរចនាសម្ព័ន្ធក្នុងជួររដ្ឋាភិបាលក្នុងប្រទេសជាតិបានហើយប្រកាសស្អីមានអគ្គតែ2 3ទេបាទរបស់នៅមន្ទីរកិច្ចការនារីនៅតាមខេត្តទៀតអត់មានអីធ្វើប៉ុណ្ណឹងមានតែលុយសម្រាប់រដ្ឋបាលហ្នឹងមានប្រតិបត្តិការសកម្មភាពអីបើមិនអត់មានអង្គការមានស្ថាប័នផ្សេងគេជួយទេមានសកម្មភាពណាចុះមានលុយមានសាំងមានអីណាអត់ទេអត់ទេចាំទេតែទី1កាត់ក្រសួងទី2កាត់តំណែងលោកព្រះអើយច្រើនណាស់តំណែងខ្ញុំមិនបាច់ទៅលំអិតទេក្នុងតែខឹងខ្ញុំហើយក្រៅពីកាត់ក្រសួងនៅរដ្ឋបាលក្រសួងនៅថ្នាក់ជាតិនៅរដ្ឋបាលថ្នាក់ក្រោមជាតិខ្ញុំបានបញ្ជាក់ហើយយើងលើកខ្ញុំបញ្ជាក់ពីបទពិសោធន៍មេរៀនពីខាងប្រទេសវៀតណាមហើយគេធ្វើបានល្អណាស់គេមានប្រជាជន101លាននាក់បាទគេធ្វើបានល្អណាស់គេនៅតែ23ក្រសួងទេហើយគេកាត់ខេត្តនេះជំនីពី7ជាងណាពី7ជាងពីខេត្តជាង70មកនៅត្រឹមដូចជា30ជាងណាខ្ញុំចាំមកខុសខ្ញុំភ្លេចហើយចុះគេកាត់ខេត្តគេលុបចោលស្រុកក្រុងខណ្ឌនេះវាមានទេនៅវៀតណាមគេកាត់ចោលហើយស្រុកហើយនឹងក្រុងអស់ស្រុកហើយនឹងខណ្ឌគេលុបចោលហើយចុះគេមានខេត្តនៅថ្នាក់ក្រោមជាតិគេមានតែ2ទេឥឡូវនេះគេមានតែខេត្តហើយនឹងឃុំសង្កាត់ខាងក្រៅនេះទេបាទកាត់ទៅលោកព្រះអើយដើម្បីយកលុយនោះមកអភិវឌ្ឍជាតិខ្ញុំនិយាយរឿងហ្នឹងក៏ដែរបាទហើយពាក់ព័ន្ធទៅនឹងបញ្ហាអំពើពុករលួយបាទលើកទៅយើងដឹងទាំងអស់គ្នារឿងនេះបាទអំពើពុករលួយយើងកាត់ធ្វើម៉េចជាប្រវត្តិទាំងអស់ទាំងអ្នកមានអ្នកធំអ្នកមានអំណាចអ្នកក្រអ្នកអត់អំណាចជាប្រវត្តិធម្មតាគឺនៅក្រោមច្បាប់ពង្រឹងនីតិរដ្ឋបាទពង្រឹងនីតិរដ្ឋនៅពេលដែលយើងពង្រឹងនីតិរដ្ឋមានន័យថាយើងមានសមភាពបាទយើងមានសមភាពសង្គមយើងមានយុត្តិធម៌សង្គមបាទចំណុចទាំងនេះហើយគឺពង្រឹងនៅសាមគ្គីភាពនៅក្នុងសង្គមរបស់យើងបាទប្រជាជននឹងជឿជាក់ទៅលើរដ្ឋយោធានឹងជឿជាក់ទៅលើរដ្ឋទៅលើប្រជាជននឹងមិនមានការបែកបាក់សង្គមទេយើងពង្រឹងបញ្ហាទាំងនេះទៅបាទ
ដូច្នេះគេខ្ញុំមានការចំណុចតែប៉ុណ្ណេះបងប្អូនមានខមមិនច្រើនណាស់បងប្អូនអើយខ្ញុំមើលមិនអស់ទេបាទជីវិត humble ជីវិតបង humble ណាស់បាទជីវិត humble តើលោកបញ្យល់បានទេហេតុអ្វីលោកត្រាំមិនអញ្ជើញកម្ពុជាអូខ្ញុំលើកឲ្យថាបាទគេលើកតែសម្ព័ន្ធមិត្តតែប្រទេសសំខាន់ទេបាទ60ទេជំហានដំបូងដែលគាត់ផ្ញើទៅនឹងបាទខ្មែរអាងបងព្រះនេះចាស់តែបាទដូចបាក់កុំនេះបាទដូច្នេះទីខ្ញុំគិតថាសូមបញ្ចប់ឲ្យពីព្រោះឡាយនេះអស់ជាង1 ម៉ោងហើយបាទយូរពេកហើយបាទខ្ញុំក៏ក្តៅម៉ាស៊ីនណាបងប្អូនក៏ក្តៅម៉ាស៊ីនទូរស័ព្ទក៏ក្តៅម៉ាស៊ីនដែរបាទខ្ញុំសូមអរគុណបាទសូមជម្រាបលាសុខសប្បាយទាំងអស់គ្នាបងប្អូនបាទ